ចំនួនពលរដ្ឋស្លាប់ដោយសង្គ្រាមឈ្លានពានថៃកាលឡើង17នាក់និងរបួស77នាក់ជនស៊ីវិលស្លាប់កើនឡើង17នាក់និងរបួសកើនឡើង77នាក់នេះបញ្យងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីផលប៉ះពាល់លើតំបន់ស៊ីវិលនិងការការពារពលរដ្ឋភៀសឹកដោយសារសង្គ្រាមឈ្លានពានវាទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកកនិងយោធាថៃចាប់ពីម៉ោង1រសៀលរហូតដល់ម៉ោង6ល្ងាចថ្ងៃទី16ខែធ្នូឆ្នាំ2025របាយការណ៍បញ្ជាក់ថាមានពលរដ្ឋស្លាប់ចំនួន2នាក់ទៀតនៅខេត្តកោះកុងក្នុងមណ្ឌលសុវត្ថិភាពនិងរបួសចំនួន2នាក់នៅខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យគិតមកដល់ពេលនេះករណីពលរដ្ឋស្លាប់សរុបចំនួន17នាក់និងរបួសចំនួន77នាក់ជាមួយគ្នានេះករណីពលរដ្ឋនៅជំរំសុវត្ថិភាពខេត្តព្រះវិហារមានជនភៀសសឹក1802គ្រួសារស្មើនឹង34,694នាក់ឧត្តរមានជ័យ11,249គ្រួសារស្មើនឹង41,486នាក់បន្ទាយមានជ័យ53,055គ្រួសារស្មើនឹង178,302នាក់បាត់ដំបង12,322គ្រួសារស្មើនឹង44,246នាក់ពោធិ៍សាត់900គ្រួសារស្មើនឹង3,221នាក់កោះកុង1,962គ្រួសារស្មើនឹង7,020នាក់ខេត្តសៀមរាប38,646គ្រួសារស្មើនឹង123,364នាក់និងខេត្តកំពត1,736គ្រួសារស្មើនឹង6,620នាក់សរុបមានជនភៀសសឹកកើនដល់131,672គ្រួសារស្មើនឹង438,953នាក់ក្នុងនោះស្ត្រីមាន225,572នាក់និងកុមារមាន134,602នាក់